ក្លឹបប្រដាល់ជ្រៃកីឡានេះបាទគឺមានទីតាំងនៅឃុំជ្រៃក្លឹបប្រដាល់នេះនៅក្បែរក្លឹបប្រដាល់យមឈឿបបាទខុសគ្នាបានកន្លះគីឡូដីផងបាទនៅតាមបណ្ដោយផ្លូវជាតិលេខ5ហ្នឹងនៅឃុំជ្រៃហ្នឹងបត់ចូលបន្តិចហើយបើសិនជាធ្វើដំណើរទៅកម្មវិធីអារាមគុណខ្មែរប្រហែលជា20នាទីឯងដល់ហើយបាទចូលទៅវត្តលកាបាទនេះគឺជាក្លឹបមួយដែលទទួលបានការសាងសង់បាទពីសហព័ន្ធកីឡាប្រដាល់គុណខ្មែរនៅក្នុងកម្មវិធីយើងរួមគ្នាលើកស្ទួយជួយកីឡាដែលមានលោកគ្រូជំរាបសួរលោកគ្រូសានកំសួរសានកំសួរលោកគ្រូជំរាបឪពុកបាទសាននេះហើយសៅសានបាទលោកគ្រូតាសៅសានប៉ុន្តែគាត់បានទទួលមកពាក្យទៅហើយអញ្ចឹងលោកគ្រូតស្នងពីលោកឪពុកមកបាទក្លឹបនេះមានប្រហែលអ្នកដែរលោកគ្រូមានថែចូលជា10អ្នកដែរមិនឡើយទៅរៀនផងទៅធ្វើការថ្ងៃនេះអត់មកអត់ជុំអូបាទអញ្ចឹងថ្ងៃនេះខ្ញុំនាំសាក់មកគូវ៉នវីវ៉ាបាទគ្រូគាត់ជួបវ៉នវីវ៉ាដែរធ្វើវិទ្យាឲ្យបាទវ៉នវីវ៉ាអីបាទអញ្ចឹងបងប្អូនចង់តាមដានពឹស្ដាសូមកុំភ្លេចតាមដាននៅ LTNG News ដែលខ្ញុំគ្រាន់តែថតវីដេអូខ្លីនេះមួយដើម្បីបងប្អូនបានដឹងថាខ្ញុំមកដល់ទីណានៅ LTNG News ទើបមានពឹស្ដាដែលខ្ញុំបានសម្ភាសជាមួយលោកគ្រូបាទនឹងទស្សនវិជ្ជាផ្សេងអរគុណ